ណាសូមលើកកំបងជលីនមស្ការថ្វាយបង្គំចំពោះគុណនៃបត្រៃរតន៍ណាដែលជាពុទ្ធរតនៈធម្មរតនៈនិងព្រះសង្ឃរតនៈដ៏ប្រសើរខ្ពង់ខ្ពស់ក្នុងលោកសូមនមស្ការថ្វាយបង្គំចំពោះព្រះថេរៈគ្រប់ព្រះអង្គចម្រើនពរញាតិញោមពុទ្ធបរិស័ទលោកយាយលោកតាទាំងអស់ដែលបានជើញមកកាន់វត្តពន្លឺពុទ្ធចក្រដើម្បីសមាទានការយកនៅនិច្ចសិលនិងឧបោសថសិលយកទៅប្រព្រឹត្តបដិបត្តិរៀងខ្លួនដែលបល័យសូថាវិសងនោះចឹងនៅក្នុងសេចក្តីជ្រះថ្លានៃការដែលអញ្ជើញមកដើម្បីសមាទានសិលក៏បានថ្វាយបង្គំបរតនត្រ័យនិងស្ដាប់នៅព្រះធម៌ទេសនាដែលជាឱវាទដែលជាពាក្យទូលមានព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ដែលព្រះអង្គបានប្រកាសសម្ដែងដើម្បីឲ្យញាតិញោមជាពុទ្ធបរិស័ទបានស្ដាប់ហើយយកទៅប្រព្រឹត្តយកទៅបដិបត្តិហ្នឹងគឺកើតប្រយោជន៍កើតនូវសេចក្តីសុខក្នុងបច្ចុប្បន្ននឹងឯងធម៌របស់ព្រះអង្គគឺកាលណាដែលយើងបានសិក្សាបានប្រព្រឹត្តបានបដិបត្តិហើយគឺនាំមកនៅសេចក្តីសុខនាំមកនៅប្រយោជន៍តាំងអំពីបច្ចុប្បន្ននេះរហូតទៅដល់បរលោកការសមាទានការយកនៅនិច្ចសិលនេះក៏វាជារឿងដែលល្អរឿងដែលប្រពៃរឿងដែលមនុស្សលោកនឹងត្រូវធ្វើត្រូវប្រព្រឹត្តជាមនុស្សធម៌កាលណាដែលយើងជាមនុស្សជាតិអត់មានសិលទេបៀតបៀនគ្នាសម្លាប់គ្នាដូចជាសត្វទេរិឆានមិនកើតញាតិញោមណាកាលដែលអត់មានសិលជួបគ្នាត្រូវសម្លាប់គ្នាដូចសត្វចឹងប្រហារគ្នាទៅវិញទៅមកយកសាច់របស់គ្នាទៅវិញទៅមកធ្វើជាចំណីធ្វើជាអាហារគឺដូចជាអត់មានការអាណិតអាសូរចំពោះគ្នាទៅវិញទៅមកទេចឹងនៅក្នុងថ្ងៃនេះដើម្បីជាការតបស្នងសងគុណដល់ញាតិញោមជាពុទ្ធបរិស័ទដែលខំលះបង់ពេលវេលាមកសមាទានសិលថ្វាយទានទំនុកបម្រុងដល់ព្រះសង្ឃនៅក្នុងពុទ្ធសាសនមណ្ឌលនេះអាត្មានឹងលើកយកនៅព្រះធម៌ដែលព្រះដ៏មានព្រះភិក្ខព្រះអង្គបានប្រកាសសម្ដែងនៅកល្យាណធម៌5ប្រការញាតិញោមធ្លាប់ស្ដាប់ទេកល្យាណធម៌ទាំង5ប្រការហ្នឹងមកសម្ដែងរៀបរាប់អធិប្បាយឲ្យឃើញនៅសារៈសំខាន់នៃកល្យាណធម៌ហ្នឹងដែលមានដែលចម្រើននៅក្នុងសន្តានចិត្តរបស់ញាតិញោមពុទ្ធបរិស័ទហ្នឹងវានាំមកនៅប្រយោជន៍នាំមកនៅសេចក្តីសុខបែបណាហើយមួយទៀតព្រះអង្គសម្ដែងនៅកល្យាណធម៌ហ្នឹងជាគូជាមួយនឹងសិលបាណាតិបាតអត្តនេទានកាមេសុមិច្ឆាចារៈមុសាវាទហើយនឹងសុរាមេរ័យៈនឹងលោកអ្នកប្រាជ្ញខ្លះលោកហៅថាកល្យាណធម៌ទាំង5ហ្នឹងគឺជារបងការពារសិលជារបងរបស់សិល
សិលនឹងជារបស់ដែលល្អជារបស់ដែលមានតម្លៃថ្លៃជាងមាសជាងប្រាក់ទៀតយើងគិតមើលមាសប្រាក់ដែលយើងមានតើអាចទិញសម្បត្តិឋានសួគ៌ទិញភោគសម្បត្តិទិញព្រះនិព្វានបានទេសម្បត្តិស្ដេចចក្រឬក៏ជាប្រទេសសរាជជាមហាសេដ្ឋីក្នុងโลกនេះទិញសម្បត្តិឋានសួគ៌បានទេយើងមិនបាច់ទៅដល់ព្រះនិព្វានទេមិនអាចទិញបានទេប៉ុន្តែសិលដែលញាតិញោមបានរក្សាសិលដែលញាតិញោមបានប្រព្រឹត្តនឹងអាចញ៉ាំងញាតិញោមពុទ្ធបរិស័ទលោកយាយលោកតាដែលមានសិលនឹងឲ្យទៅកាន់សុគតិភពឲ្យទៅកាន់ព្រះនិព្វានបានដោយសារសិលជាយានសិលជាទានសិលជាស្បៀងនាំញាតិញោមជាពុទ្ធបរិស័ទនឹងទៅកាន់បរមសុខគឺព្រះនិព្វាននឹងបានដោយសារការដែលយើងប្រព្រឹត្តទៅនៅក្នុងសិលការដែលយើងមានសិលទ្រទ្រង់នៅសិលរក្សានៅសិលនោះឲ្យល្អអញ្ចឹងសិលនឹងជារបស់ល្អជារបស់ដែលថ្លៃជារបស់ដែលមានតម្លៃយើងទុកប្រហែលឲ្យងាយបាត់បង់ឲ្យងាយខូចឲ្យងាយវិនាសទៅវិញមិនកើតញាតិញោមណាអញ្ចឹងបានព្រះអង្គប្រកាសសម្ដែងនៅកល្យាណធម៌ហ្នឹងញាតិញោមរៀនចម្រើននៅកល្យាណធម៌ហ្នឹងឲ្យកើតឡើងក្នុងសន្តានចិត្តរឿយទៅនឹងជួយរក្សានៅសិលរបស់យើងនឹងឲ្យមាំមិនឲ្យដាច់មិនឲ្យធ្លុះធ្លាយទៀតទេដូចយើងមានរបស់មានតម្លៃអញ្ចឹងមានមាសមានពេជ្រអីចឹងយើងរក្សាទុកយ៉ាងល្អមានច្រើនទៀតមិនហ៊ានទុកនៅផ្ទះខ្លួនឯងទេញោមណាទៅធ្វើការហ្នឹងបារម្ភខ្លាចគេកោះផ្ទះយកបាត់ទុកក្នុងបន្ទប់ទៅណាក៏នៅមិនសុខដែរអញ្ចឹងធ្វើម៉េចញាតិញោមទៅជួលប្រអប់ក្នុងបែងគេណោះយកទៅទុករក្សាចង់ពាក់អីទៅយកមកពាក់ហើយលំអហើយយកទៅទុកវិញសិលក៏យើងត្រូវមានរបងមានគ្រឿងការពារដែរវាប្រុងប៉ះពារដល់សិលវាត្រូវមកប៉ះគ្រឿងការពារសិនគេត្រូវការសេចក្តីសុខសុវត្ថិភាពអញ្ចឹងគេមានកងអង្គរៈការពាររារាំងនៅឧបទ្រពរឿងដែលប្រុងនឹងកើតឡើងដល់គេហ្នឹងបានគ្រឿងការពារនឹងជួយទប់ជួយស្កាត់ជួយរារាំងអញ្ចឹងព្រះអង្គប្រកាសសម្ដែងនៅកល្យាណធម៌កល្យាណបានន័យថាយ៉ាងម៉េចញាតិញោមល្អឈ្មោះកល្យាណដូចកល្យាណអាហ្នឹងបានន័យថាល្អកល្យាណមិត្តមិត្តល្អកល្យាណធម៌ធម៌ដែលល្អអញ្ចឹងកល្យាណធម៌5យ៉ាងហ្នឹងព្រះអង្គសម្ដែងទី1គឺសទ្ធាសទ្ធារាប់ថាជាកល្យាណធម៌មេត្តាញោមច្រឡំសទ្ធាមេត្តាគឺជាកល្យាណធម៌គូជាមួយនឹងសិលទី1ញាតិញោមណាមេត្តាគឺជាកល្យាណធម៌កាលណានៅក្នុងសន្តានចិត្តរបស់ញាតិញោមជាពុទ្ធបរិស័ទចម្រើនដោយមេត្តាចំពោះសត្វហើយមានគិតនឹងសម្លាប់សត្វđấyញាតិញោមមេត្តាបានន័យថាម៉េចញាតិញោមប្រែថាម៉េចមេត្តាហ្នឹងបានន័យថាការស្រឡាញ់រាប់អានមេត្តាប្រែថាការរាប់អាននឹងឯងរាប់អានស្រឡាញ់រាប់អានដោយមេត្តានឹងចំពោះសពសត្វទាំងអស់ចឹងកាលណាដែលក្នុងសន្តានចិត្តចម្រើនដោយមេត្តាមានការស្រឡាញ់រាប់អានហើយតើចិត្តគំនិតដែលចង់ពិឃាតចង់សម្លាប់ចំពោះសពសត្វនឹងមានទេអត់មានទេឧទាហរណ៍ថាយើងចូលបន្ទប់ទឹកចឹងឃើញស្រមោចឃើញអីច្រើននៅក្នុងនឹងយើងការងាររបស់យើងចូលទៅមុជទឹកឯងញាតិញោមណាយើងអត់បានអើពើនឹងស្រមោចយើងអត់មានចិត្តគិតនឹងសម្លាប់ទេប៉ុន្តែកាលណាដែលយើងមុជទៅស្រមោចនឹងវាហូរចូលអាក្នុងលូចូលក្នុងអីនឹងអាចស្លាប់អីអញ្ចឹងយើងដាច់សិលទេអត់ដាច់ទេគ្រាន់តែយើងអត់មានមេត្តាចំពោះសត្វអត់មានចេតនា
chẳng ban trời sạc xa nơi sal nơi bà nạ tế bát nó miền ong pram nọ bà náo sạt miền chỉ vật bà nạ sa nhẹ tá đăng thà sạt miền chỉ vật sầm khăn những cái vẹt thể cả chất này tới miền chất cất nâng sầm lạp ấy hay ba chi diêm nâng sầm lạp ấy hay tài sạt nâng sạp đôi sự đây chi diêm được bao dương thế to để trôi là không ong nâng tới dương mua thả đại sở đưa dương thưa đầm đào tới khơi sạt chọn tệ ấy chẳng hay dương mình chui sạt nâng một cái sạp ấy bây giờ từ chui từ đó tới dương mình lui kia nhìn nhôm đó bên đấy xua tại đại sở lấy bây giờ mình chui thao vì mình đại sở thế bên đấy dương ọt miền mê tà ọt miền mê tà khơi sạt chọp học ấy chẳng á sạt ấy lẹo chọp học chọp ấy nhìn nhôm thọ khơi ai cái xa sạt đấy nè sạt mà rực sạt tầm rây ấy nè cu nêu về chọp học có về lao mau tam kno rang lan về ao sình nhá nè lan nó đang thẳng sạt nó miền mồm non ấy mau ria rang hay cho từ kno từ lao mà vinh rồi chập prong hai chứ á thưa sình nhá prong hai cho từ ta mơ tới khơi nêu về cũng bông cái chọp nông học hai mà nó hỏi chui sạt prey á nhìn nhiều nữa chẳng tôi chui tới nó miền mê tà chẳng bằng sầm này thà mê ta nâng cứ chia con là gia là thua tì mùi đại chui rẽ xa ca bia nơi sở mà nụ miền mê ta ấy na từ trong sầm lạp sạt nó nhìn nhôm đó ở tê khơi sả lanh nđất ở sâu chủng pu là sạt lột nừng là cứ mình ai từ sầm lạp từ pro ha nơi sạt ở tây nước ao slap ao bạt bong chỉ vượt tề chẳng hay bạn chỉ có là gia là thua tì mùi nữa cứ chỉ krương đai rẽ xa nơi sơ tì mùi nước mình áo nè đách mình áo bật cần lòng hay đó là sơ tì pi atania tiến cứ ca mình lui nè ca mình chọn pi nè đợt tây nữa phong ban và ca sầm đây nhầm pi nè nè sama chỉ vẹn nè ca chỉnh châm chỉ vật trời ca chỉnh châm chỉ vật là o nứng nè mình ban từ lui trọp sầm bát nè đợt tây nè tây phần đấy ca đầy dương miên nơi sama chỉ vẹn nè ca chỉnh châm chỉ vật trời là o nè mình chui sạp chui mình đu chui sạt tra vót mình chui nam pol mình chui sờ rá nè cứ chỉ riêng đại lọ nè hay xung bay tay chùm đuôi khâu đại ở tư đầm bay ban trọp sầm bát giang trơn dương ngặt phơ phong cho thùng rom ấy nâng từ lui nè từ bồng bát từ kênh và vanh nhặt đợt tây tiết nhìn nhôm bất chi mình ai phơ ban tê chẳng nè sama chỉ vẹn nâng à cứ chỉ cu chỉ môi nâng atania tiền nè sơ tí bay bằng sầm đầy hiểm bí ca mê sung mê cha cha rạ ca pro prết cần long ca prết khâu nè khăn bọt phẹ rì dìa rồi bọt nẹ đợt tế trời miền ấy đầm bay ca bia nhiệt nhiều đó cao là gia nè thoa đây chỉ kêu ca bia nữa nè xạ tia rạ san to xạ nè xịt đây sẵn đo nè xạ tia rạ nó cứ ca đại miền nơi xịt đây sẵn đo chấm pua phẹ rì dìa xoa mây luôn ai nè trade ó sần đó nó là mau từ trade on nó rồi bỏ để khuôn miên khuôn ban chỉ môi nâng phe để chia pha mấy khuôn ấy nữa mình sờ lanh mình phải na mình trade cá cho chuẩn bị chỉ môi nâng bớt phe để chia rồi bỏ nẹt đợt tây nâng từ miền sờ nè tì bay đây chỉ cà mê sụp mê cha cha rạ đấy cứ miền nơi xạ tia rạ san to xạ xịt đây sần đó phần đây chúng pua phe để chia nữa cứ thà mình oi đách mình oi rất cần lo nơi không sẽ khai bọt tì bay nâng tề nơi không lột đi dân kết mơ nè lột phẹ sẽ đây cho chúng phẹ sẽ đây bật na trai ca nâng mình chơi ai chọn cục còn không rụp không sum lên khơi rụp phao tập phẹ chẳng ná nè phần tay ca na để dân miền thổ nè đầm bay chia rồi bong kêu ca pia nơi sal nứng nè nè khla mình bon nừng mau sờ ma tiền sal ấy thoai khuôn chiều ba sạo ba sĩ ca thế
ប៉ុន្តែសួរថាបុគ្គលនឹងបានដែលប្រព្រឹត្តកាមេសុមិច្ឆាចារៈឬក៏បាណាតិបាតអត្តនីទានអីទេថាអត់ទេណាគាត់មិនដែលសម្លាប់សត្វមិនដែលលួចទ្រព្យគេមិនដែលប្រព្រឹត្តខុសក្នុងកាមអីទេហើយគាត់មានសិលថាអត់ទេគាត់មានកល្យាណធម៌នឹងឯងដែលជាគ្រឿងរារាំងណាមានមេត្តាទៅគាត់មិនអាចសម្លាប់សត្វបានទេកាលណាដែលមាននៅណាសម្មាអាជីវៈទៅគាត់មិនបានទៅលួចកេងប្រវ័ញ្ចបំបត្តិទ្រព្យសម្បត្តិរបស់អ្នកដទៃណាទេកាលណាដែលគាត់មាននៅសតិរៈសន្តោសៈហើយគឺគាត់មិនបានទៅប្រព្រឹត្តខុសកន្លងធ្វើឲ្យដាច់សិលនៅក្នុងកាមេសុមិច្ឆាចារៈហ្នឹងគឺអត់មានទេណាគឺវាល្អចឹងញាតិញោមណាធ្វើឲ្យធម៌នឹងកើតឡើងនៅក្នុងបុគ្គលណាណាបុគ្គលនឹងទៅជាកល្យាណមិត្តរបស់យើងព្រោះមាននៅកល្យាណធម៌មាននៅសេចក្តីល្អសិលគឺវាកើតឡើងដោយការសមាទានដោយការតាំងចិត្តណាក្នុងការសមាទាននៅសិក្ខាបទមួយដែលមានចេតនាក្នុងការវាចាប៉ុន្តែចំពោះកល្យាណធម៌នេះកាលណាដែលមានហើយគឺរក្សានៅសិលនឹងមួយជាន់ទៀតណាឃុំក្រងរក្សានៅកាយកម្មវិច័យកម្មមនោកម្មរបស់ញាតិញោមនឹងមិនឲ្យទៅគំថាគិតទៅចង់ឲ្យទ្រុសសិលដាច់សិលអីវាអត់បានណាវាអត់មានគំនិតអីចូលទៅដើម្បីធ្វើឲ្យសិលនឹងដាច់ធ្វើឲ្យសិលនឹងទ្រុសធ្វើឲ្យសិលនឹងកន្លងគឺអត់មានទេកាលណាដែលមាននៅសតិរសន្តោសៈនឹងសេចក្តីស្រឡាញ់សន្តោសអាណិតអាសូរចំពោះបុត្រភរិយាខ្លួនឯងនឹងមិនធ្វើអំពើឲ្យភរិយាស្វាមីខ្លួនឯងនឹងកើតទុក្ខក្តៅក្រហាយនៅក្នុងរឿងនឹងទេនឹងគឺជួយការពារអញ្ចឹងឯងហើយទី4មុសាវាទណាការនិយាយភូតភោកុហកនឹងមានអីជាគ្រឿងការពារញាតិញោមណាកល្យាណធម៌ទី4អីគេគូជាមួយនឹងមុសាវាទគឺសច្ចៈណាសច្ចៈណាសច្ចៈនឹងគឺការស្មោះត្រង់ទៀងត្រង់អញ្ចឹងមនុស្សដែលមានសច្ចៈដូចក្មេងៗស្រុកនេះភាគច្រើនស្មោះត្រង់ញាតិញោមណាគេបង្រៀនឲ្យមានការស្មោះត្រង់អញ្ចឹងទៅណាឲ្យភូតឲ្យកុហកអីងាយទេញាតិញោមណាចង់ភូតចង់ភោកុហកនិយាយលេចមុខភូតមុខភូតក្រោយកលិចកលុកអីអត់សូវចេះទេណានិយាយត្រង់អញ្ចឹងណាអញ្ចឹងការដែលយើងធ្លាប់បានប្រព្រឹត្តធ្លាប់បានសន្សំនៅសច្ចៈការស្មោះត្រង់នឹងទៅនៅពេលដែលញាតិញោមសមាទានសិលអីមិនចាំបាច់ពិបាកអីភ័យព្រួយក្នុងការរក្សាបើយើងទម្លាប់មាននៅសច្ចៈនឹងឃើញថាឃើញឮថាឮមិនឃើញថាមិនឃើញមិនដឹងថាមិនដឹងអញ្ចឹងយើងមិនចាំបាច់ទៅអូត្រូវប្រឹងប្រែងព្យាយាមណារក្សានៅមុសាវាទអីមិនទៀតបើជីវិតរបស់យើងរស់នៅជាមួយនឹងណាការពិតនឹងហើយនឹងណាអត់ដែលមានទម្លាប់អីភូតពោកុហកនិយាយរឿងរយរាយឥតប្រយោជន៍អីយើងកាត់បន្ថយអស់ហើយកាលណាដែលមានសច្ចៈនឹងអញ្ចឹងជួយធ្វើឲ្យសិលនៅក្នុងសិក្ខាបទទី4នឹងពេញបរិបូរណ៍ល្អបរិសុទ្ធណាមិនឲ្យដាច់ធ្លុះធ្លាយទេនឹងសច្ចៈនឹងគឺជាកល្យាណធម៌ទី4ហើយកល្យាណធម៌ទី5ណាដែលជាគូជាមួយនឹងសុរាមេរយៈណាការដែលផឹកសុរាទៅយ៉ាងម៉េចញាតិញោមធ្វើឲ្យវង្វេងធ្វើឲ្យភ្លេចណាសតិស្មារតីការដែលព្រះអង្គបានត្រាស់ដឹងឡើងដំបូងព្រះអង្គអត់ទាន់បញ្ញត្តិរឿងសិក្ខាបទសុរាមេរយៈដល់សាវកទេណានៅក្នុងព្រះវិន័យដែលព្រះអង្គប្រកាសសម្ដែងបញ្ញត្តិហាមឃាត់មុនណាដាក់ជាអាជ្ញាមុនមានតែគរុធម៌8យ៉ាងរបស់ភិក្ខុនីទេអានឹងសូមបួសព្រះអង្គដាក់វិន័យមុនណាក្រៅអំពីនឹងតាំងអំពីបរាជិក4សង្ឃាទិសេស13រហូតដល់សក្ខីយវត្តអីវត្តខណ្ឌកៈអីផ្សេងទៀតតលតែរឿងរ៉ាវកើតឡើងណារឿងរ៉ាវដែលព្រះអង្គកើតឡើងបញ្ញត្តិការផឹកនៅសុរានិងមេរ័យហ្នឹងដល់ភិក្ខុអង្គណាញាតិញោមធ្លាប់ចាំទេណាភិក្ខុណាសាកតៈណាសតិនហ្នឹងរឿងនេះទេណា
មេធនធម៌ណាសាកតៈសាកតៈភិក្ខុនឹងលោកបានសម្រេចនៅរិទ្ធអភិញ្ញាជាលោកយៈណាពេលមួយព្រះសម្មាសម្ពុទ្ធនិងភិក្ខុសង្ឃនិមន្តទៅណាលោកបានណាសម្ដែងរិទ្ធរបស់លោកមុជជ្រែកដីហើយទៅងើបផុសលើណាសម្ដែងរិទ្ធឲ្យពុទ្ធបរិស័ទឃើញញាតិញោមណាសម្ដែងរិទ្ធអញ្ចឹងទៅញាតិញោមពុទ្ធបរិស័ទអ្នកសត្វអ្នកស្រុកអ្នកភូមិយ៉ាងម៉េចញាតិញោមជ្រះថ្លាតាមលោកមកផ្អល់ឈូឈរបាក់ទឹកបាក់ដីអញ្ចឹងទៅណាលោកទៅណាតាមព្រះអង្គសួរថាសំលេងស្អីក៏កឹកកងម៉េះអ៊ូអលងតរំពងព្រៃម៉េះថាពុទ្ធបរិស័ទញាតិញោមអ្នកស្រុកហ្នឹងតាមលោកម្ចាស់សាកតៈតាមរឿងអីថាលោកម្ចាស់សាកតៈហ្នឹងលោកសំដែងរិទ្ធបដិហាឲ្យញាតិញោមបានឃើញយកបាតហ្នឹងផ្សេងញាតិញោមណាចឹងទៅញាតិញោមជ្រះថ្លាលោកម្ចាស់ត្រូវការអីលោកម្ចាស់ណាចង់បានអីណាក្នុងវិន័យបេដកហ្នឹងស្មាលើកសង្ខេបមកចឹងទៅណាលោកម្ចាស់ត្រូវការអីលោកម្ចាស់ចង់បានអីថាអាត្មាមិនមានខ្វះខាតអីទេដោយបច្ច័យ4ណាចង្ហាន់បិណ្ឌបាតសម្ពុតជីវរទីសេនាសនៈកិលានភេសជ្ជៈអីអត់ខ្វះទេហើយញាតិញោមជ្រះថ្លាណាអាត្មាចង់បានស្រាដែលមានពណ៌ក្រហមដូចជាជើងព្រាបញាតិញោមយកស្រាមកប្រគេនចុះលោកមិនតន់នេះណាជាណាសូម្បីតែព្រះអរហន្តក៏ត្រូវអាបត្តិដែរញាតិញោមណាអាបត្តិខ្លះជាអចិត្តកសិក្ខាបទលោកអត់ជ្រាបអត់ដឹងរឿងហ្នឹងណានៅជាបឋមជនគាត់នៅបានរិទ្ធអភិញ្ញាជាលោកយៈអញ្ចឹងទៅបានស្រាមកក្រេបទៅស្វឹងណាស្វឹងទៅគេសែងយកមកដាក់មុខព្រះអង្គបរះនៅនេះប្រកាច់ទៅជើងទៅធាក់ទៅបែរទៅខាងព្រះអង្គត្រាស់សម្ដែងធម៌មនាភិក្ខុទាំងឡាយឃើញទេណាកាលណាដែលសូរានិងមេរ័យបានចូលទៅហិរិអោតបៈការគោរពការកោតក្រែងក្នុងព្រះធម៌ក្នុងវិន័យក្នុងតថាគតក្នុងសង្ឃអីមានទៀតទេថាអត់មានទេចឹងសូរានិងមេរ័យហ្នឹងគួសែបគួឆាន់គួផឹកទេថាមិនគួទេបងបញ្ញត្តិនៅសិក្ខាបទហ្នឹងហាម5ចឹងទៅណាធ្វើឲ្យសតិស្មារតីហ្នឹងបាត់បង់ធ្វើឲ្យសតិស្មារតីហ្នឹងវិនាសណាធ្វើឲ្យសតិស្មារតីនឹងវិនាសចឹងព្រះអង្គបានប្រកាសសម្ដែងណាការដែលមានសតិនេះជាកល្យាណធម៌នេះណាបើយើងចង់មានសតិយើងកុំសែបនៅគ្រឿងដែលនាំឲ្យខូចសតិនឹងសូរាមេរ័យឆ្នាំញៀតអីហ្នឹងមនុស្សល្អជាសែបយូរទៅយ៉ាងម៉េចញាតិញោមណាឈួតណាមិនបានជួអង្គុយញ័រក្បាលទៅត្រើកអញ្ចឹងទៅណាខ្លះបែកមែនទេនៅអង្គុយស្ទូចត្រីតាមខ្នល់អីចឹងទៅណាញាតិញោមធ្លាប់ឃើញមនុស្សបែកខូចសតិខូចអារម្មណ៍ណាធ្វើទៅខុសពីមនុស្សដែលមានសតិមានស្មារតីប្រកដីធម្មតាអញ្ចឹងរឿងសូរាមេរ័យនឹងមានច្រើនណាស់ណាដើមកំណើតនៃសូរាអីក៏មានដែរមានព្រានព្រៃទៅរកណាប្រមាញ់សត្វក្នុងព្រៃមានបង្គាប់ដើមឈើមួយណាសត្វតែងតែនាំផ្លែឈើអំពីទីដតីមកបរិភោគនៅលើដើមឈើហ្នឹងជួនកាលវាជ្រុះទៅអីទៅចូលក្នុងបង្គាប់ហ្នឹងញាតិញោមណាហើយភ្លៀងមកបង្គាប់ឈើហ្នឹងវាមានរូងក្លុកចឹងទៅផ្លែឈើផ្កាឈើដែលធ្លាក់ចូលក្នុងហ្នឹងត្រូវទឹកភ្លៀងចូលមកវាត្រាំទៅកើតទៅជាអីញាតិញោមកើតទៅជាមេរ័យណាមេរ័យហ្នឹងគឺជាគ្រឿងដែលត្រាំអំពីស្លឹកឈើផ្លែឈើមើមឈើអីហ្នឹងណាកើតទៅជាមេរ័យហ្នឹងស្វឹងសัตว์ហ្នឹងមកខែប្រាំងទៅផឹកអាទឹកហ្នឹងស្វឹងតនដៃតនជើងហ្នឹងទៅព្រានព្រៃថាសัตว์នេះអត់តន់ស្លាប់ទៅមិនក៏តនដៃតនជើងខើទៅណាមិនរួចចឹងណាប្រកាត់ភ្លើងចាប់សัตว์ហ្នឹងអាំងទៅឡើងរកទឹកផឹកឡើងទៅឃើញប្រគៀបឈើហ្នឹងមានទឹកដល់អាំងសាច់ទៅផឹកអាទឹកនេះមានរសជាតិជូរអែមឆ្ងាញ់ជាមួយនឹងសាច់អាំងទៅសបាយហ្មងដល់គ្នាសបាយទៅតែកន្លែងហ្នឹងចាប់សัตว์នៅនឹងហើយផឹកជាមួយអាទឹកហ្នឹងសាច់ណាដែលចាប់បានអាំងហ្នឹងទៅឆ្ងាញ់ហើយសបាយមានអារម្មណ៍ល្អអញ្ចឹងទៅនឹកឃើញហើយទឹកល្អទឹកពិសេសណាយកទៅថ្វាយបរិជា
បរិជាសោយទៅក៏ឆ្ងាញ់ដែរញាតិញោមណាណាឆ្ងាយទៅឆ្ងាញ់ទៅណាអញ្ចឹងវាតិចពេកកុំឲ្យពិបាកទៅយកឲ្យអ្នកដែលពូកែហ្នឹងគេទៅមើលថាវាកើតឡើងយ៉ាងម៉េចទឹកហ្នឹងមានផ្លែអីឬអីវាកើតយ៉ាងម៉េចឲ្យគេសាកល្បងយកផ្លែឈើផ្កាឈើស្អីហ្នឹងយកមកត្រាំជាមួយទឹកផ្សំទៅជាគ្រឿងទៅកើតដូចតែមិនបាច់ទៅយកទៀតទៅយើងធ្វើធ្វើបានទៅសបាយនាំគ្នាផឹកស៊ីរំច្រៀងទៅនគរហ្នឹងយ៉ាងម៉េចញាតិញោមវិនិច្ឆ័យបាត់បង់ទៅព្រះអង្គប្រកាសសម្ដែងណាការដែលធ្វើឲ្យវិនិច្ឆ័យធ្វើឲ្យខូចធ្វើឲ្យអន្តរាយលើកអំពីអតីតនិទានមកណាការមិនសែបនៅគ្រឿងស្រវឹងគឺសូរ៉ានិងមេរ័យហ្នឹងគឺធ្វើឲ្យយើងមាននៅសតិមាននៅស្មារតីល្អណាកល្យាណធម៌ហ្នឹងគឺជាធម៌ល្អជាទីស្រឡាញ់ការដែលញាតិញោមជាពុទ្ធបរិស័ទក្នុងសន្តានចិត្តចម្រើនដោយមេត្តាណាការស្រឡាញ់រាប់អានចំពោះសពសត្វទៅកូនចៅញាតិមិត្តអ្នកដតីក៏មាននៅសេចក្តីស្រឡាញ់រាប់អានចំពោះយើងវិញកាលដែលយើងមាននៅសម្មាអាជីវៈរស់ស៊ីដោយមិនធ្វើឲ្យអ្នកដតីក្តៅកាហាយកើតទុកអីកុំថាឡើយទៅបំបត្តិទៅកេងប្រវាញ់ឬរឹបជន់យករបស់អ្នកដតីសំបីតែចំនួនដែលត្រូវលក់ត្រូវដូរបានចំណេញកម្រៃច្រើនធ្វើឲ្យអ្នកដតីកើតទុកហ្នឹងក៏យើងមិនធ្វើដែរកុំថាឡើយទៅលួចទៅប្លន់អ្នកដតីសំបីតែចំនួនដែលនាំឲ្យអ្នកដតីកើតទុកក៏យើងអាចធ្វើដែរយើងឲ្យសេចក្តីសុខដល់អ្នកដតីយើងស្រឡាញ់សន្តោសចំពោះភរិយាស្វាមីខ្លួនឯងមិនធ្វើឲ្យអ្នកដតីកើតទុកក្តៅកាហាយយើងមានភាពស្មោះត្រង់ធ្វើឲ្យអ្នកដតីស្រឡាញ់ជឿទុកចិត្តចំពោះយើងមិនភ័យមិនខ្លាចចំពោះយើងណាភូតផោបោកកុហកធ្វើឲ្យអ្នកដតីវិនិច្ឆ័យអីដោយសារយើងមានសតិបញ្ញាល្អជួយអ្នកដតីណាដោះស្រាយនៅបញ្ហាសេចក្តីទុក្ខលំបាកក្រៀមក្រំរបស់អ្នកដតីនឹងបានអញ្ចឹងកល្យាណធម៌ដែលញាតិញោមជាពុទ្ធបរិស័ទមានដែលញាតិញោមពុទ្ធបរិស័ទចម្រើននេះសម្រាប់ជួយខ្លួនឯងផងសម្រាប់ជួយអ្នកដតីផងណាសិលគឺជារបស់ដែលល្អជារបស់ដែលសំខាន់មិនអាចកាត់ថ្លៃបានទេណាគុណរបស់សិលគឺក្រៃលែងរហូតដល់នាំសពសត្វនឹងទៅដល់ព្រះនិព្វានមិនមកប្រៀបអីជាមួយនឹងណាសម្បត្តិក្នុងโลกនេះបានណាសម្បត្តិក្នុងโลกនេះដោះស្រាយចាយវាប្រើប្រាស់តែក្នុងកំណើក្នុងអត្តភាពមួយនឹងទេញាតិញោមមានណាទ្រព្យសម្បត្តិច្រើនក៏មានតែក្នុងជាតិនឹងណាញាតិញោមមានចំណេះវិជ្ជាជំនាញល្អក៏មាននៅក្នុងជាតិនឹងណាអត់មានបុណ្យជួយទំនុកបំរុងទេទៀតក្រោយមិនកើតមកជាមនុស្សមានទ្រព្យសម្បត្តិច្រើនមានចំណេះមានបញ្ញាអីទៀតណាបើយើងរស់នៅក្នុងបច្ចុប្បន្ននឹងអត់បានធ្វើនៅអំពើល្អសន្សំពូជនៃសេចក្តីល្អសន្សំពូជនៃសេចក្តីសុខទេគឺវាមិនអាចប្រព្រឹត្តទៅដើម្បីបាននៅប្រយោជន៍បាននៅសេចក្តីសុខណាក្នុងបរលោកបានទៀតទេនឹងគឺជាច្បាប់របស់ធម្មជាតិចឹងការដែលយើងបានចូលរួមនៅក្នុងថ្ងៃណាការសមាទាននៅនិច្ចសិលក្នុងអបោសុតសិលនេះហើយក៏បានស្ដាប់នៅធម៌ដែលជាកល្យាណធម៌ជាគ្រឿងការពារប្រៀបដូចជារបងរបស់សិលណាកាលណាដែលយើងបានចម្រើននៅកល្យាណធម៌នឹងរឿយទៅណាជាគ្រឿងទប់ការពារមិនឲ្យសិលរបស់យើងដាច់ឲ្យធ្លុះធ្លាយអីទេអញ្ចឹងជីវិតរបស់យើងនឹងការដែលសិលល្អបរិសុទ្ធមិនដាច់មិនធ្លុះមិនធ្លាយហើយសិលនឹងនាំមកនៅប្រយោជន៍នាំមកនៅសេចក្តីសុខជាអានិសង្សណាតាំងអំពីបច្ចុប្បន្នតាំងអំពីពេលនេះទៅរហូតដល់បរលោកទីបំផុតធ្វើឲ្យញាតិញោមជាពុទ្ធបរិស័ទនឹងឲ្យបានដល់នៅព្រះនិព្វានដោយអំណាចនៃគុណគឺសិលដែលយើងបានសមាទានសិលដែលយើងបានរក្សាទានដែលយើងបានធ្វើធម៌ដែលយើងបានស្ដាប់បានរៀនបានប្រព្រឹត្តបប្រតិបត្តិនឹងរួមសំគ្នាទៅជាឧបនិស្ស័យណាធ្វើឲ្យយើងបានត្រាស់ដឹងនៅសច្ចធម៌ចឹងដោយអំណាចនៃសេចក្តីជ្រះថ្លាដែលញាតិញោមពុទ្ធបរិស័ទអញ្ជើញមកសមាទានកាន់យកនៅនិច្ចសិលនិងឧបោសថសិល
ព្រមទាំងស្ដាប់អាវាតដែលជាគ្រឿងអប់រំទូមានចិត្តក្នុងឱកាសនេះសូមបុណ្យកុសលទាំងអស់សម្រាប់ដល់ញាតិញោមពុទ្ធបរិស័ទទីបំផុតសូមឲ្យបានជាឧបនិស្ស័យបានឃើញច្បាស់នៅសច្ចធម៌ដល់នៅទីបំផុតគឺព្រះនិព្វានគ្រប់គ្នាប៉ុណ្ណាសូមអនុមោទនា